បាទបងប្អូនដើម្បីចូលទៅវាយឯកសារក្នុង Microsoft Word ហ្នឹងបាទគឺយើងត្រូវចូលកន្លែង Start នេះមកបាទហើយយើងរកពាក្យថា Microsoft Word បាទអញ្ចឹងយើងអូសមើលលើក្រោមមកបើសិនជាអត់ឃើញយើងវាយពាក្យថា Word ចូលបាទវាយតែម្ដងមក W បាទនេះ Word ដែរបាទចឹងគឺនឹងចេញ Microsoft Word បាទនេះគឺបាទវាចេញមករំខាននេះបិទកន្លែងមួយបាទយើងក៏វាយឯកសារយើងចូលបាទវាយយកដាក់ថ្មីសិនមកបាទចឹងឯកសារអីក៏បានដែរបាទវាយ ABC សិនទៅបាទគ្រាន់តែវាយទេហើយដើម្បី save ឯកសារនោះគឺយើងគ្រាន់តែចុចលើពាក្យថា file រួចហើយលើពាក្យ file រួចហើយយកពាក្យថា save as បាទបន្ទាប់មកយើងចូល browser browse ដើម្បីដាក់ឈ្មោះនៅកន្លែង file name បាទអញ្ចឹងឧទាហរណ៍ថាយើងឈ្មោះ bb អញ្ចឹងទៅបាទអញ្ចឹងយើងទុកនៅក្នុង document តែម្ដងហើយចុច save បាទជាការស្រេចបាទនេះសម្រាប់ការ save ឯកសារ Word បាទនេះជាប់ឈ្មោះយើងនៅខាងលើនេះកន្លែង bb នេះណា